សួស្តីអ្នករៀនភាសាអង់គ្លេសទាំងអស់គ្នាសម្រាប់ថ្ងៃនេះយើងតមានរៀននេះទៀតទៅជាមួយពាក្យនិងប្រយោគភាសាអង់គ្លេសចឹងណាអញ្ចឹងពាក្យនេះយើងអានថា procedure នីតិវិធីឬក៏របៀបធ្វើអីមួយនៅកន្លែងការងារតោះនេះហ្នឹងហើយអញ្ចឹងកន្លែងការងារជាធម្មតាគេមានក្បួនរបស់គេមាននីតិវិធីក្នុងការធ្វើអញ្ចឹងណាឥឡូវឧទាហរណ៍ថាយើងចង់ឲ្យគេថាលក់ផលិតផលមួយឲ្យដាច់ឧទាហរណ៍ថាភ្ញៀវចូលមកហើយប៉ុន្តែយើងនិយាយធ្វើម៉េចឲ្យភ្ញៀវនឹងទិញតែហ្មងហ្នឹងហើយអាហ្នឹងគេមាននីតិវិធីរបស់គេក្នុងការនិយាយក្នុងការសួរតោះនេះហ្នឹងហើយហើយអាហ្នឹងគេបង្វឹកបុគ្គលិកគេបុគ្គលិកអ្នកដែលទទួលភ្ញៀវអញ្ចឹងណាតោះនេះហ្នឹងហើយបង្វឹកថាបើភ្ញៀវនឹងគាត់មិន react មិនយើងត្រូវឆ្លើយមិនយើងត្រូវសួរមិនអាហ្នឹងគេហៅនីតិវិធីតោះនេះហ្នឹងហើយយល់កន្លែងហ្នឹងណាហ្នឹងហើយហើយរបៀបរបបមិនមែនតែការលក់ទេស្អីផ្សេងទៀតក៏គេមាននីតិវិធីក្នុងការធ្វើដែរតោះនេះមិនមែនជាធ្វើតាមតែឃើញទេយល់គ្រូណាហ្នឹងហើយឧទាហរណ៍ follow the standard procedure អនុវត្តតាមនីតិវិធីស្តង់ដារ explained the safety procedure ពន្យល់ពីនីតិវិធីសុវត្ថិភាពតើនេះហ្នឹងហើយលក្ខណៈថាយើងដកថ្មិញគេអញ្ចឹងណាព្រមមាននីតិវិធីរបស់គេអញ្ចឹងត្រូវធ្វើមិនដាក់ថ្នាំស្ពឹកឬក៏មើលscan មើលឬថ្មិញឬក៏មិនអញ្ចឹងណានឹងគេមាននីតិវិធីរបស់គេមិនមែនទៅដល់ដកត្មងងឹតភ្នែកអីចឹងឧទាហរណ៍ណាហ្នឹងហើយយល់ណាហើយលោកជាប់តសៃជាប់អីជាមួយថ្កៀមជាមួយអីចឹងទៅតោះណាហ្នឹងហើយ change the work procedure ផ្លាស់ប្ដូរនីតិវិធីការងារតោះនេះហ្នឹងហើយចា procedure នៅកន្លែងការងារជាធម្មតាគេតែងតែគេហៅថាដូរវារហូតចឹងណាហ្នឹងហើយតគ្រូណាពួកអីមនុស្សប្រែប្រួលអតិជនប្រែប្រួលរហូតហ្នឹងតោះនេះអញ្ចឹងបើសិនជាអ្នកគ្រប់គ្រងនៅកន្លែងការងារហ្នឹងគាត់អត់គេថាធ្វើវាឲ្យថ្មីរហូតតោះនេះនឹងធ្វើវាថ្មីរហូតតាមបញ្ហាតាមស្ថានភាពមានន័យថា procedure មួយហ្នឹងប្រើអត់កើតទេតោះនេះហ្នឹងហើយដាក់មកប្រាជ័យចឹងទៅតោះនេះហ្នឹងហើយអញ្ចឹងយើងត្រូវលក្ខណៈថាបន្តការរៀនសូត្រដើម្បីគេថាធ្វើឲ្យអា procedure ហ្នឹងឬក៏នីតិវិធីរបៀបធ្វើឲ្យមួយនៅក្នុងកន្លែងការងារហ្នឹងឲ្យវាថ្មីរហូតនឹងវាដើរតន់គេដើរតន់សង្គមអញ្ចឹងណាតគ្រូណាអញ្ចឹងបុគ្គលិកនៅក្នុងក្រុមហ៊ុនក៏ខ្លាំងទៅតាមនឹងដែរអាហ្នឹងថ្លៃលើមេអ្នកដឹកនាំអញ្ចឹងណាតើណាហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងឯងបើចង់រៀនភាសាអង់គ្លេសជាមួយលោកគ្រូតាមអនឡាញអាចទំនាក់ទំនងតាម Telegram English with Campbell និង account Telegram នេះអាចទំនាក់ទំនងសួរព័ត៌មានទៅ Alright so bye bye